នេះជាវីដេអូអាប់ដេតរបស់ខ្ញុំទាក់ទងជាមួយនឹង Binance Future បាទសួស្តីអ្នកគ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកនិយាយទាក់ទងជាមួយនឹងការ trade នៅក្នុង Binance Future សម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែ trade នៅក្នុង Binance Future អ្នកគ្នាបច្ចុប្បន្ននេះគឺ Binance បាន update នៅ function ថ្មីមួយទៀតហើយអ្នកគ្នាទាក់ទងជាមួយនឹង Smart Money នៅក្នុង Binance Future វាកាន់តែងាយស្រួលអ្នកគ្នាសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែ trade Future ឬក៏ចង់សាងប្រាក់ចំណូលប្រចាំថ្ងៃជាមួយនឹង Future ដោយអ្នកទាំងអស់គ្នាអាចធ្វើការ track មានន័យថាអ្នកគ្នាអាចធ្វើការតាមដាននៅ trader ល្បីៗទូទាំងពិភពលោកឬក៏ trader ថប់កំពូល rank number 1 ហើយអ្នកគ្នាអាចធ្វើការទិញលក់តាម trader ទាំងអស់ហ្នឹងហើយអ្នកគ្នាអាចមើលនៅ history ឬក៏អ្នកគ្នាអាចមើលនៅ live account របស់ trader ទាំងអស់ហ្នឹងដែលគេកំពុងតែទិញកាក់អីលក់កាក់អី short ឬក៏ long អ្វីគេចង់ដឹងលំអិតថាអ្វីទៅគឺជា Binance Future Smart Money តោះទៅមើលវីដេអូលំអិតទាំងអស់គ្នា let's go បាទអ្នកគ្នាមុននឹងទៅមើលវីដេអូទាក់ទងជាមួយនឹងរបៀបប្រើប្រាស់ Binance Future Smart Money របៀបប្រើប្រាស់លុយឆ្លាតវៃអ្នកគ្នាក្នុងការ track ឬក៏តាមដាននៅ top performer ឬក៏ rank number 1 trader អ្នកគ្នាអាចធ្វើការ subscribe ក៏ follow account របស់ពួកគេបានមុននឹងទៅតាមពីវាដំបូងមិនអ្នកទាំងអស់គ្នាអត់មាន account Binance ទេអ្នកគ្នាគួរតែបង្កើតវាឡើយនេះអ្នកគ្នាបង្កើតភ្លាមអ្នកគ្នាទទួលបានលុយ$6 plate អ្នកគ្នានៅក្នុង Binance Reward Hub ដើម្បីបង្កើត account Binance គឺងាយស្រួលទេអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ stop នៅវីដេអូនឹងតិចទៅហើយអ្នកទាំងអស់គ្នាធ្វើការ scan នៅ QR នេះអ្នកគ្នា scan ទៅណាបន្ទាប់ពីអ្នកទាំងអស់គ្នា scan រួចហើយវានឹងទាមទារអ្នកទាំងអស់គ្នាធ្វើការពេញនៅ email ឬក៏លេខទូរស័ព្ទអ្នកគ្នាដាក់ mail លេខទូរស័ព្ទហើយអ្នកទាំងអស់គ្នាដាក់នៅ password ទៅមុនអ្នកគ្នាចុចពាក្យថា nick ណាបន្ទាប់ពីអ្នកទាំងអស់គ្នាដាក់ mail លេខទូរស័ព្ទចុចពាក្យ nick រួចហើយអ្នកទាំងអស់គ្នាធ្វើការ log in បន្ទាប់ពី log in ហើយអ្នកគ្នាត្រូវតែបំពេញមួយចុងក្រោយអ្នកគ្នាគឺ KYC បើអ្នកទាំងអស់គ្នាពេញ KYC ទេអ្នកគ្នាអត់ទទួលបានលុយ$6នៅក្នុង Binance Reward Hub ទេអញ្ចឹងអ្នកគ្នាត្រូវតែពេញ KYC ហ្នឹងគឺអ្នកទាំងអស់គ្នាគ្រាន់តែពេញនៅ ID ឬក៏ passport មួយនេះណាសម្រាប់ ID ឬក៏ passport ពីរហ្នឹងគឺអ្នកទាំងអស់គ្នាពេញមួយណាក៏បានដែរអ្នកគ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាពេញរួចហើយអ្នកគ្នាអាចធ្វើការប្រើប្រាស់ account របស់ Binance សម្រាប់ធ្វើការទិញលក់ trade spot trade future បានដោយសេរី Hello បាទសួស្តីអ្នកគ្នាជួបជាមួយនឹងខ្ញុំបាទហេម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺខ្ញុំមកនិយាយទាក់ទងជាមួយនឹងការ trade នៅក្នុង Binance Future ហើយបច្ចុប្បន្ននេះគឺ Binance បានធ្វើការបន្ថែមនៅមុខងារថ្មីមួយទៀតនោះគឺឈ្មោះថា Binance Future Smart Money សម្រាប់ Binance Future Smart Money នេះគឺកន្លែងដែលអ្នកទាំងអស់គ្នាអាចធ្វើការ subscribe នៅ top performer trader ល្បីៗឬក៏កំពូល rank number 1ទៅដល់ number 100ដោយអ្នកទាំងអស់គ្នាអាចធ្វើការ track មានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការតាមដាននៅការទិញការលក់របស់ពួកគេអ្នកគ្នាអាចធ្វើការ follow នៅ trade របស់ពួកគេហើយអ្នកគ្នាអាចមើលនៅ live account របស់ពួកគេបានហើយវាងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាដើម្បីធ្វើការបង្កើតប្រាក់ចំណូលឬក៏បង្កើត income ឬក៏បង្កើតនៅការ trade ឲ្យមានប្រសិទ្ធភាពជាងមុនដូចនេះតោះយើងទៅស្វែងយល់ទាំងអស់គ្នាថាតើអ្វីទៅគឺជា Binance Future Smart Money សួស្តីអ្នកទាំងអស់គ្នាតើអ្វីទៅគឺជា Binance Future Smart Money Binance Future Smart Money គឺជា tool ដែលមានសក្តានុពលដែលមាន power នៅលើ Binance Future ដែលធ្វើការអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការ follow ឬក៏តាមនៅ trader កំពូលអ្នកទាំងអស់គ្នានៅ real time trade របស់ពួកគេហើយនឹងធ្វើការ access លម្អិតទាក់ទងជាមួយនឹង insight performance ដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើការសម្រេចចិត្តបានឆ្លាតជាងមុនសម្រាប់ trader អាចធ្វើការបង្ហាញនៅ trading performance live របស់ពួកគេកំឡុងពេលដែល follower អាចធ្វើការ subscribe account របស់ពួកគេដើម្បីមើលនៅ profit and loss មើលនៅ ROI ហើយនឹងធ្វើការ track នោះមានន័យថាធ្វើការតាមដាននៅរាល់ position អតីតកាលឬក៏ position ចាស់របស់ពួកគេតើពួកគេនឹងបានទិញលក់កាក់អីខ្លះឬក៏បច្ចុប្បន្ននេះពួកគេកំពុងតែទិញលក់កាក់អីគេបែបនេះនៅក្នុង future ណាបាទមិនទិញក្នុង spot ទេដូចនេះនៅពេលដែល trader ធ្វើការ enable live trading account របស់ពួកគេនឹងធ្វើការ rank public ហើយនឹង post របស់ពួកគេនឹងត្រូវបាន share អ្នកនរគ្នាឲ្យអ្នកដទៃមើលបាននៅក្នុងសហគមន៍ដូចនេះសរុបសេចក្តីមក Binance Future Smart Money នេះគឺវាងាយស្រួលណាស់សម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នក trade នៅក្នុង future ដើម្បីធ្វើការតាមដានឬក៏ track នៅ top trader ល្បីៗហើយមើលនៅ position មើលនៅបច្ចុប្បន្នភាពថាពួកគេនឹង short អី long អីឬក៏កាលពីប្រហែលថ្ងៃមុនក៏ historical របស់ពួកគេនឹងទិញលក់កាក់អីហើយពួកគេនឹង trade ចំណេញយ៉ាងម៉េចខាតយ៉ាងម៉េចហើយអ្នកទាំងអស់គ្នាអាចធ្វើការតាមដានពួកនឹងរបស់ពួកគេបានហើយបន្ទាប់មកអ្នកទាំងអស់គ្នាឃើញថាល្អអ្នកទាំងអស់គ្នាអាចធ្វើការ subscribe ឬក៏គេ alert ទៅនៅពេលគេទិញអីអ្នកទាំងអស់គ្នាអាចទិញតាមនឹងបានហ្នឹងគឺវាជួយឲ្យការ trade ការទិញលក់កាក់របស់យើងនៅក្នុង future ហ្នឹងគឺមានប្រសិទ្ធភាពទៅមុនទោះបានប្រាក់ចំណេញជាងមុនបែបនេះអ្នកគ្នាអញ្ចឹងដើម្បីចូលទៅកាន់ Binance Future Smart Money ដំបូងអ្នកគ្នាចូលមកកាន់ account Binance របស់យើងទាំងអស់គ្នាមកសម្រាប់អ្នកទាំងអស់គ្នានៅខ្មែរគឺយើងប្រើ binance.me ឬក៏ binance.info ដល់ពេលយើងចូលមកកាន់ site របស់ Binance ហើយយើងចូលទៅកាន់ពាក្យថា Future ហើយយើងយកពាក្យថា USD Future ដោយសារយើង trade ទូទៅគឺយើងភាជាមួយនឹង USDT ទៅកាន់កាក់ហើយបន្ទាប់មកអ្នកទាំងអស់គ្នានៅខាងលើនោះគឺអ្នកទាំងអស់គ្នានឹងឃើញ function របស់វាហើយអ្នកគ្នាវាមាន Future មាន
option មាន trading bot មាន copy trade ហើយនឹង smart money អញ្ចឹងអ្វីដែលយើងរៀនថ្ងៃនេះគឺទាក់ទងជាមួយនឹង smart money អ្នកនរគ្នា smart money ប្រែថាលុយឆ្លាតវៃហ្នឹងគឺរបៀបដែលអ្នកនរគ្នាបង្កើតលុយឆ្លាតវៃតាមរយៈអ្នកនរគ្នាធ្វើការ track នៅ top performer ក៏ top trader ល្បីៗអ្នកនរគ្នាធ្វើការ follow របស់ follow ពួកគាត់ដើម្បីអ្នកនរគ្នាតាមដានអំពីផលិតផលរបស់ពួកគាត់ history របស់ពួកគាត់តែគាត់បានទិញកៅអីពីដើមមកហើយគាត់ចំណេញយ៉ាងម៉េចយើងអាចធ្វើការ follow គាត់ហើយឥឡូវហើយដល់ពេលគាត់ទិញអីយើងអាចធ្វើការទិញតាមគាត់បែបនេះតែអ្នកនរគ្នាសម្រាប់អាពួកហ្នឹងអ្នកនរគ្នាបើគាត់ខាតយើងក៏ខាតដែរអ្នកនរគ្នាអញ្ចឹងគ្រប់ការទិញលក់របស់អ្នកទាំងអស់គ្នាគឺជាទំនួលខុសត្រូវរបស់អ្នកទាំងអស់គ្នាមិនមែនទំនួលខុសត្រូវរបស់គេទិញលក់ខាងនោះទេដោយសារគេអាចបានបង្ខិតបង្ខំយើងឲ្យធ្វើការទិញលក់តាមគេទេណាអ្នកនរគ្នាអញ្ចឹងគ្រប់ការទិញលក់គឺអ្នកទាំងអស់គ្នាជាអ្នកសម្រេចចិត្តខ្លួនឯងអ្នកនរគ្នាតិចតែគេអានោះ trader ពួកនឹងវាខាតមកយើងតាមដានវាអាហ្នឹងជួយរយៈវា trade ចំណេញរហូតតែថ្ងៃហ្នឹងយើងទិញតាមវាខាតយើងបន្ទោគេបានទេអ្នកនរគ្នាដោយសារគេបានមកបង្ខិតបង្ខំយ៉ាងទេហើយគេអត់បានមកឲ្យយើងទិញតាមគេដែរអ្នកនរគ្នាយើងគាត់ថាធ្វើការ follow តាមគេតែប៉ុណ្ណឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចូលមកកាន់បាញ់ណង future smart money មកអ្នកនរគ្នាឃើញហើយបែបនេះអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាច search មើល30ថ្ងៃអ្នកនរគ្នា search មើល profit and loss ហ្នឹងមកអ្នកនរគ្នាឃើញនេះចានេះខ្ញុំ subscribe វាមុនហ្នឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាឆ្លាញ់មួយណាអ្នកនរគ្នា subscribe ទៅហើយខ្ញុំឆ្លាញ់មួយនេះយើង subscribe ទៅដល់យើង subscribe ហើយយើងចូលទៅមើលអ្នកនរគ្នាមើលតើមនុស្សម្នាក់ហ្នឹងរយៈពេល30ថ្ងៃហ្នឹងចំណេញយ៉ាងម៉េចហើយមនុស្សម្នាក់ហ្នឹងគឺទាក់ទងជាមួយនឹង win rate ហ្នឹងប្រហែលភាគរយអ្នកនរគ្នាហើយទាក់ទងជាមួយនឹង historical របស់គាត់ទិញលក់ហ្នឹងចំណេញក៏ខាតបែបនេះអ្នកនរគ្នាមើល latest record របស់គាត់ទៅអ្នកនរគ្នានេះគាត់ short គាត់ long ហើយអ្នកនរគ្នាមើល position history របស់គាត់ទៅអ្នកនរគ្នានេះ history របស់គាត់ហើយមើល position របស់គាត់ពុកបើដូចបើអីទេអ្នកនរគ្នាអញ្ចឹង position history របស់គាត់នេះគាត់ទិញ Pinko គាត់ទិញ BTC គាត់ទិញ Ethereum បែបនេះអ្នកនរគ្នាមានម្នាក់ទៀតខ្ញុំ follow នេះអ្នកនរគ្នាម្នាក់នេះគឺ win rate 50% win rate នេះបើអ្នកនរគ្នាមើលនេះអ្នកនរគ្នាមើលអាណាដែល win rate របស់បំផុតអ្នកនរគ្នា win rate 51% មានន័យថាវាចាញ់50 50ហ្នឹងអាហ្នឹងអំបិលហើយអ្នកនរគ្នាបាត់ទៅទិញតាមវាហ្នឹងគឺដល់តែតិចហើយអ្នកនរគ្នាទក់សាច់ហើយបាទអ្នកនរគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងឯងទាក់ទងជាមួយនឹង Binance Future Smart Money គឺមានន័យថារបៀបដែលអ្នកទាំងអស់គ្នាធ្វើការទិញលក់នៅក្នុង Future ដោយឆ្លាតវៃដោយអ្នកនរគ្នាគ្រាន់តែធ្វើការ follow នៅ top rank number 1 number 2 ឬក៏ top trader ល្បីៗដើម្បីតាមដាននៅការទិញលក់ position របស់គេយើងអាចធ្វើការ follow គេបែបនេះដើម្បីទទួលនៅប្រាក់ចំណេញចូលកប៉ាល់របស់យើងវីដេអូនេះមានតែប៉ុណ្ណឹងឯងអ្នកគ្នាមុនចប់តែអ្នកគ្នាអត់ subscribe channel របស់ខ្ញុំបាទទេអ្នកគ្នាជួយចុច subscribe ផងដើម្បីទទួលបានដំណើរការថ្មីៗអ្នកគ្នាអរគុណអ្នកគ្នា please have a nice day bye bye